សម្រាប់អ្នកដែលចូលចិត្តកន្លែងធម្មជាតិសម្រាប់លំហែកាយហើយមានប្លង់ថតរូបស្អាតប្លែកដូចអញ្ចឹងណាមើលវីដេអូនេះដឹងតែពេញចិត្តហ្មងដោយសារតែថ្ងៃនេះខ្ញុំនឹងនាំអ្នកទាំងអស់គ្នាទៅកន្លែងមួយដែលស្អាតហើយថតរូបបានស្អាតហ្មងអ្នកទាំងអស់គ្នាហើយគេមានកង់ជិះតាមវាលស្រែអញ្ចឹងណាចង់ដឹងថាកន្លែងហ្នឹងនៅណាតោះឥឡូវខ្ញុំនាំអ្នកទាំងអស់គ្នាទៅមួយខ្ញុំទាំងអស់គ្នាកន្លែងហ្នឹងនៅក្នុងស្រុកស្វាយលើខេត្តសៀមរាបយើងហ្នឹងបើយើងជិះចេញពីផ្សារស្វាយលើទៅត្រង់រហូតប្រហែលជា3គីឡូឯងយើងនឹងឃើញមានផ្លាកមួយនៅខាងស្ដាំដៃអ្នកទាំងអស់គ្នាយើងជិះចូលតាមខ្លោងទ្វារសាលាបឋមសិក្សាអូមានជ័យនេះមកយើងនឹងឃើញផ្លាកហ្នឹងឯងហើយបន្ទាប់មកទៀតយើងជិះចូលទៅតាមផ្លូវគ្រូក្រហមនឹងរហូតដល់ជើងភ្នំណាដោយសារកន្លែងហ្នឹងគឺនៅជើងភ្នំហ្នឹងហ្មងហើយទេសភាពតាមផ្លូវស្អាតខ្លាំងមែនតើហើយយើងកាត់ចុះកាត់ឡើងទៅយើងនឹងឃើញមានខ្លោងទ្វាររបស់គេនេះហើយយើងចូលមកគឺយើងត្រូវបង់ថ្លៃចូលហ្នឹងម្នាក់$2អ្នកនរគ្នាហើយយើងចូលមកដល់ហើយយើងចតឡានចតអីចឹងណាប៉ុន្តែថ្ងៃនេះខ្ញុំមកហ្នឹងគឺមកលឿនពេកចង់និយាយថាមកដល់កណ្ដាលថ្ងៃត្រង់ហ្មងចឹងទៅរៀងក្តៅអ្នកនរគ្នាអញ្ចឹងបើសិនជាអ្នកនរគ្នាទៅចង់ទៅថតរូបលេងអីនៅកន្លែងហ្នឹងខ្ញុំណែនាំឲ្យទៅពេលព្រឹកឬក៏ពេលល្ងាចម៉ោង4ម៉ោង5អីហ្នឹងគឺពេញស្អាតហើយឥឡូវហ្នឹងដោយសារតែក្តៅពេកចឹងទៅខ្ញុំក៏ញ៉ាំបាយញ៉ាំអីឲ្យដេករឹងគេនៅហ្នឹងហ្មងដេកឡើង2-3ម៉ោងរហូតចាំឲ្យមេឃត្រជាក់ហើយបានមកដើរថតរូបលេងចឹងនិយាយថាថ្ងៃដែលខ្ញុំទៅហ្នឹងអត់មានមនុស្សសោះហ្មងចឹងទៅគឺថាមកដូចម៉ៅមករីសតគេហ្នឹងហ្មងអ្នកនរគ្នាតាមពិតទៅគឺថាប្រហែលជាថ្ងៃហ្នឹងខ្ញុំទៅចំមិនថ្ងៃសៅរ៍អាទិត្យចឹងទៅអត់មានមនុស្សទេអញ្ចឹងទៅគឺថាសំបីតាកង់កន្លែងថតរូបថតអីគឺថាថតតែឯងហ្មងណានិយាយមួយថ្ងៃផ្លេចប្រាប់កន្លែងហ្នឹងមានឈ្មោះថាស្ពានពោះអូមានជ័យហើយនិយាយទៅកង់ដែលខ្ញុំកំពុងតែជិះនេះយើងត្រូវជួលណា45នាទីយើងជួលគេអស់5000ប៉ុន្តែកង់គេនេះស្អាតណាប្លែកហ្មងគេលក្ខណៈដឹកផ្កាដឹកអីចឹងមកអូយថាថតរូបមកគឺស្អាតមែនតើហើយទេសភាពកន្លែងហ្នឹងគឺខ្ញុំចូលចិត្តដោយសារវាមានវាលស្រែចឹងហើយវាជាប់ជាមួយនឹងជើងភ្នំចឹងទៀតណាហើយកន្លែងហ្នឹងគេដាក់ឈ្មោះស្ពានពោះហ្នឹងប្រហែលជាអាស្ពានគេហ្នឹងលក្ខណៈបែបកាច់កង់រូបរាងដូចពស់ចឹងណាចឹងទៅក៏គេដាក់ស្ពានពោះចឹងណានេះខ្ញុំចេះតែនិយាយណាយ៉ាត់ដឹងដែរហើយនិយាយទៅកន្លែងក្នុងកន្លែងគេហ្នឹងគេធ្វើលក្ខណៈប្លង់ថតរូបស្អាតប្លែកចឹងណានេះមើលទៅប្លែកភ្នែកខ្លាំងហ្មងអញ្ចឹងណាគេចូលចិត្តថតរូបរកប្លង់ប្លែកអីអញ្ចឹងអាចមកកន្លែងហ្នឹងបានអស់8000គឺថតមកស្រឡាញ់ហ្មងហើយឥឡូវនេះខ្ញុំកំពុងតែទៅថតរូបមកប្លង់ទៀតហើយគឺផ្ទះកញ្ចក់ឃើញអញ្ចឹងមិនទូចឹងណាក៏ពិតធំហ្មងអ្នកនរគ្នាហើយផ្ទះហ្នឹងធ្វើពីកញ្ចក់សុទ្ធហ្មងលយខ្លាំងមែនតើណាគេចូលចិត្តថតរូបបែបមុខកញ្ចក់ selfie អីចឹងណាក៏ស្អាតដែរអ្នកនរគ្នាហើយបូកជាមួយនឹងវាលស្មៅខ្ចីហើយមានភ្នំនៅខាងក្រៅធ្វើជា background ទៀតអូយកាន់តែស្អាតហ្មងហើយពេលយើងថតទៅអ្នកខ្លះដែលអត់ស្គាល់អត់ដឹងថាយើងថតនៅណាលយមែនតើប្លែកហ្មងនៅកន្លែងហ្នឹងណាហើយពេលដែលយើងជិះកង់មកដល់ចុងស្ពានមកដល់ខាងក្រោយផុតមកគេមានធ្វើជាលក្ខណៈបែបកញ្ចុះនេះ style លក្ខណៈបែបបុរាណហើយយើងអាចថតរូបពីមុខហ្នឹងមើលទៅប្លែកហ្មងឬក៏យើងអាចឡើងទៅលើហ្នឹងកញ្ចុះគេហ្នឹងគឺអាចឡើងទៅលើខាងលើបានមើលទេសភាពចុះមកក្រោមឃើញស្ពានឃើញអីចឹងណាអ្នកនរគ្នាហើយប្លង់ថតរូបលើកង់ចេះក៏ស្អាតដែរនិយាយទៅថ្ងៃនេះបានរូបស្អាតច្រើនមែនតើណាគេជួយចិត្តថតរូបអីចឹងដឹងតែពេញចិត្តហើយថ្ងៃនេះខ្ញុំចូលលេងកន្លែងហ្នឹងដែលចែកដល់ណាដោយសារខ្ញុំត្រូវទៅសៀមរាបចឹងទៅនឹកឃើញថាមានកន្លែងហ្នឹងចឹងទៅក៏ឈៀងសាក់ចូលមកលេងមានណាសប្បាយរបស់គេមែនតែបញ្ជាក់ម្ដងទៀតបាទអ្នកនរគ្នាទៅខែនេះណែនាំឲ្យទៅពេលព្រឹកឬក៏ពេលល្ងាចព្រោះអីបើពេលថ្ងៃរៀងក្តៅបន្តិចណាអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេមើលវីដេអូនេះឲ្យអ្នកនរគ្នាស្គាល់កន្លែងដើរលេងថតរូបមកកន្លែងទៀតណាអញ្ចឹងអាចប្រមូលមិត្តភ័ក្តិបងប្អូនទៅលេងបានអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបាយអរគុណ